បានជម្រាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាមកកាន់វីដេអូថ្មីទៀតហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត sum average range និង if នៅក្នុង Microsoft Excel អញ្ចឹងការប្រើប្រាស់រូបមន្ត sum គឺយើងប្រើប្រាស់សម្រាប់បូកសរុបទិន្នន័យហើយរូបមន្ត average សម្រាប់បង្ហាញមធ្យមភាពទិន្នន័យហើយ range យើងនឹងសម្រាប់កំណត់ចំណាត់ថ្នាក់ហើយif យើងប្រើសម្រាប់បង្ហាញលទ្ធផលឬក៏សម្គាល់ផ្សេងៗដែលមានលក្ខខណ្ឌអញ្ចឹងកុំឲ្យខាតពេលយូរយើងអាចអនុវត្តទាំងអស់គ្នាជាមួយនឹងរូបមន្តទាំង4នេះជាដំបូងយើងនឹងធ្វើការបូកសរុបទិន្នន័យដូចបងប្អូនឃើញទិន្នន័យនេះអញ្ចឹងបងប្អូនចុចសញ្ញាស្មើហើយចុចពាក្យសាំហើយបើកកញ្ចក់មួយបងប្អូនselectលើទិន្នន័យដែលបងប្អូនចង់បូកសរុបបាទហើយបងប្អូនចុច enter ទម្លាក់មកហើយបងប្អូនអាចអូសចូលមកក្រោមមកបាទអញ្ចឹងនេះជាការបូកសរុបទិន្នន័យបាទហើយទី2យើងនឹងប្រើប្រាស់រូបមន្ត average ដើម្បីបង្ហាញមធ្យមភាពទិន្នន័យអញ្ចឹងបងប្អូនអាចអនុវត្តតាមខ្ញុំចុចសញ្ញាស្មើហើយទៅសេពាក្យ average បាទហើយបងប្អូនបើកកញ្ចក់មកហើយបងប្អូនចុច select ទៅលើទិន្នន័យដែលបងប្អូនចង់កំណត់មធ្យមភាពហើយចុច enter ទម្លាក់មកហើយបងប្អូនអាចអូសចូលមកក្រោមមកនេះជាទិន្នន័យជាមធ្យមនៃបន្ទុកសាស្ត្រសរុបដែលខ្ញុំបានធ្វើការបូកសរុបអញ្ចឹងទី3សំដៅបាទការបង្ហាញកំណត់ចំណាត់ថ្នាក់អញ្ចឹងដើម្បីកំណត់ចំណាត់ថ្នាក់យើងនឹងប្រើប្រាស់រូបមន្ត rank បាទបងប្អូនចុចសញ្ញាស្មើមកហើយបងប្អូនចុចពាក្យ rank ហើយបងប្អូនបើកកញ្ចក់មកហើយបងប្អូនចុចទៅលើបន្ទុកមធ្យមបាទមធ្យមភាពនេះហើយបងប្អូនចុចក្បៀសមួយបាទមួយឲ្យបងប្អូន select ទៅលើទិន្នន័យបងប្អូនដែលបន្ទុកជាមធ្យមទាំងអស់បងប្អូនចង់ជ្រើសរើសចេញពីចំណោមហ្នឹងណាបាទហើយបងប្អូនកុំភ្លេចចុច F4 បងប្អូនចុច F4 ដើម្បីកុំឲ្យទិន្នន័យហ្នឹងវារត់បាទហើយបិទកញ្ចក់អញ្ចឹងដើម្បីកំណត់ចំណាត់ថ្នាក់យើងប្រើរូបមន្ត rank ហើយយើងជ្រើសទិន្នបន្ទុកជាមធ្យមមកហើយបន្តទៀតយើងជ្រើសទៅលើក្នុងចំណោមបន្ទុកសរុបទាំងអស់បន្ទុកជាមធ្យមទាំងអស់របស់សិស្សថាតើសិស្សក្នុងចំណោមសិស្សទាំងអស់អ្នកណាគេដែលមានបន្ទុកមានចំណាត់ថ្នាក់ល្អជាងគេ1អីចឹងទៅបាទហើយចុច F4 ដើម្បីកុំឲ្យវារត់ទិន្នន័យបាទអញ្ចឹងបងប្អូនចុច enter ទម្លាក់មកវានឹងបង្ហាញបាទអញ្ចឹងបងប្អូនអូសចូលមកក្រោមមកបាទអញ្ចឹងនេះគឺចំណាត់ថ្នាក់របស់សិស្សហើយអ្នកដែលគាត់ទទួលបានចំណាត់ថ្នាក់ខ្សោយជាងគេហើយលេខចុងក្រោយគេគឺញ៉ាថាវៈគាត់បានបន្ទុកតែ23.37ទេហើយគាត់បានចំណាត់ថ្នាក់លេខ7ចឹងទៅបាទហើយមួយទៀតយើងនឹងប្រើប្រាស់រូបមន្ត if ដើម្បីបង្ហាញលទ្ធផលអញ្ចឹងកន្លែងនេះយើងនឹងធ្វើការបង្ហាញលទ្ធផលសិស្សទាំងអស់គ្នាថាតើគាត់ចប់ឬគាត់ធ្លាក់បាទអញ្ចឹងដើម្បីបង្ហាញលទ្ធផលចប់ឬធ្លាក់បងប្អូនអាចចុចសញ្ញាស្មើហើយមកសរសេរពាក្យ if ហើយបើកកញ្ចក់មួយហើយបងប្អូនចុចទៅលើបន្ទុកជាមធ្យមបាទបន្ទុកជាមធ្យមហ្នឹងហើយបងប្អូនចុចសញ្ញាបងប្អូនចង់កំណត់ថាតើគាត់បន្ទុកចាប់ពីប្រមាណទៅចប់ហើយបន្ទុកចាប់ពីប្រមាណទៅធ្លាក់ឧទាហរណ៍ថាខ្ញុំឲ្យទៅបន្ទុកធំជាងឬស្មើ30បាទខ្ញុំក្បៀសមួយខ្ញុំឲ្យគាត់ចប់បាទបងប្អូនចុចក្បៀសមួយរួចបើកមិញកដោ2ខ្ញុំឲ្យគាត់ pass ខ្ញុំឲ្យគាត់ pass ហើយខ្ញុំក្បៀសមួយទៀតបើសិនបើបន្ទុកតូចជាង30គឺគាត់ធ្លាក់អញ្ចឹងបងប្អូនអត់ចាំបាច់សេអីបន្ថែមទេបងប្អូនគាត់ចុចបើកមិញកដោ2រួចបងប្អូនចុច fair បណ្ដោយទៅបាទ fair fall បាទ fall បាទហើយបិទមិញកដោ2វិញបិទកញ្ចក់មកហើយបងប្អូន enter ទម្លាក់មកបាទអញ្ចឹងអ្នកខាងលើនេះគាត់ផាសយើងអូមកក្រោមមកមានធ្លាក់អត់នេះធ្លាក់ម្នាក់ដែលគាត់បានបន្ទុក23ញ៉ែថៅវរៈបាទអញ្ចឹងនេះគឺប្រើប្រាស់រូបមន្ត if ដើម្បីបង្ហាញទិន្នន័យលទ្ធផលគាត់ចប់ឬធ្លាក់ហ្នឹងទៅមួយទៀតយើងនឹងប្រើប្រាស់រូបមន្ត if ដើម្បីកំណត់សម្គាល់ថាអ្នកណាគេល្អទទួលបានចំណាត់ថ្នាក់ល្អណាគេទទួលបានចំណាត់ថ្នាក់មិនសូវល្អអ្នកណាគេទទួលចំណាត់ថ្នាក់មធ្យមណាគេទទួលបានចំណាត់ថ្នាក់ខ្សោយអីចឹងទៅអញ្ចឹងយើងអាចប្រើប្រាស់រូបមន្ត if ដើម្បីបង្ហាញបានបងប្អូនគាត់ទៅចុចសញ្ញាស្មើហើយចុច if មកបើកកញ្ចក់ហើយយើងទៅជ្រើសរើសយកបន្ទុកជាមធ្យមយើងអាចដាក់ថាតូចជាងធំជាងឬស្មើ50
បងប្អូនក្បៀសមួយហើយបើវិញកដោមួយបងប្អូនដាក់កត់ good បាទបើសិនមកកត់បន្ទុកធំជាងស្មើ50គឺគាត់ទទួលបានលទ្ធផលល្អហើយក្បៀសមួយហើយបងប្អូនចុច if ទៀតបាទ if នេះបើកបញ្ចក់ទៀតបើសិនបើគាត់មានបន្ទុកធំជាងបាទ40មកបាទ40ក្បៀសមួយបងប្អូនក្បៀសមួយមកយើងឲ្យគាត់fair good បាទ fair good ហើយបងប្អូនក្បៀសទៀតបាទអត់បិទបញ្ចប់ពីវិញអត់ឃើញកណ្ដោពីវិញហើយក្បៀសមួយទៀតប្រសិនបើបន្ទុកជាមធ្យមរបស់គាត់ធំជាង30ទៅបាទយើងឲ្យគាត់ក្បៀសមួយមកបើវិញកណ្ដោពីដដែលបាទយើងដាក់គាត់ averageសំទោសបងប្អូនaverage ហើយក្បៀសមួយទៀតប្រសិនបើ if ដដែលបាទតែមិនបងប្អូនកុំភ្លេច if បើកុំបញ្ចប់វិញបើសិនបើបន្ទុកជាមធ្យមរបស់គាត់នេះតូចជាង30ក្បៀសមួយបងប្អូនបើកវិញកណ្ដោមួយទៀតដាក់គាត់ភួរបាទបិទបញ្ចប់វិញឲ្យបិទវិញកណ្ដោវិញហើយបិទបញ្ចប់កន្លែងនេះខ្ញុំដូចជាផ្លេចមួយបាទផ្លេចប្រើរមុត if កន្លែងនេះបើកបញ្ចប់បាទអូខេហើយខ្ញុំបិទវិញហើយខ្ញុំនឹង copy រូបមន្តនេះដើម្បីដាក់នៅលើ screen សម្រាប់បងប្អូនអញ្ចឹងធ្វើតម្លាក់បាទអញ្ចឹងនេះជាលទ្ធផលយើងអាចអូសចូលមកក្រោមមកដើម្បីដឹងថាណាគេល្អណាគេមិនសូវល្អអញ្ចឹងទៅបាទអញ្ចឹងអ្នកដែលទទួលបានបន្ទុក50បន្ទុកឡើងហ្នឹង3នាក់ដែលគាត់ទទួលបានល្អហើយក្រៅពីហ្នឹងគឺ fair good ហើយនឹង average និង poor បាទអញ្ចឹងខ្ញុំនឹង copy រូបមន្តនេះដើម្បីដាក់ឲ្យបងប្អូនដើម្បីងាយស្រួលនៅក្នុងការមើលបាទខ្ញុំលុបមុខបញ្ចចេញបាទអញ្ចឹងនេះគឺជារូបមន្តដែលបងប្អូនអាចយកទៅអនុវត្តបានបាទអូខេអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះហើយសូមបើសិនបងប្អូនគិតថាល្អបងប្អូនអាចជួយចែករំលែកវីដេអូនេះបន្តទៀតបាទអរគុណបងប្អូនទាំងអស់គ្នា